សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញមុខងារ Galaxy AI មួយដែលបងប្អូនគិតថាវាសប្បាយលេង គឺមុខងារ Generative Edit ដូរទៅជា Portrait ដូររូបយើងទៅជារូបបែប AI អីចឹងណាហើយមុខងារហ្នឹងគឺនៅលើ Galaxy Device ដែលមាន AI បាទហើយបន្ទាប់ខ្ញុំចង់បង្ហាញលើកនេះគឺមុខងារហ្នឹងគឺអាប់ដេតទៅ 8.5 ហើយអញ្ចឹងឥឡូវនេះនៅក្នុងដៃខ្ញុំហ្នឹងគឺ Galaxy C47 ហើយខ្ញុំចង់បង្ហាញមុខងារហ្នឹងបាទជាធម្មតាបងប្អូនចូលទៅកាន់ Gallery អញ្ចឹងបងប្អូនចូលទៅកាន់ Gallery ចូលទៅរូបថតបាទឧទាហរណ៍ថាឥឡូវខ្ញុំមានរូបនេះណាខ្ញុំមានរូបហ្នឹងរូបរបស់ខ្ញុំបន្តមកទៀតគឺខ្ញុំចង់ប្រើមុខងារ AI បងប្អូនចុចកន្លែងនេះរូប AI star បាទអញ្ចឹង interface នេះគឺ interface ដូច A26 អញ្ចឹងបងប្អូនវាមាន move មាន erase មាន move មាន create ជាមួយនឹងនេះ style ខ្ញុំថ្ងៃនេះខ្ញុំចង់បង្ហាញពីកន្លែង style ណាកន្លែងនេះគឺបងប្អូនអាច edit សរសេរ prompt edit បានអញ្ចឹងកន្លែងនេះគឺកន្លែង style ដែលបងប្អូនអាចដូរបាទបងប្អូនចង់ដូររបៀបនេះចង់បែប 3D ចង់បែប pop art ចង់បែប sketch ឬក៏អីអញ្ចឹងណាបាទអានេះគឺតាម style ដែលបងប្អូនចង់បានហើយបន្តមកទៀតក៏វាមានការដូរហ្នឹងក៏មានលក្ខណៈជា portrait ដែរតែរូបនេះគឺវាចាប់អញ្ចឹងគឺបងប្អូនអាចមើលទៅបើសិនជាឧទាហរណ៍ថាបងប្អូនចង់បានរបៀបម៉េចណាអញ្ចឹង style បងប្អូនចង់បានឥឡូវខ្ញុំយកបែប comic ចុះបែប comic style បាទខ្ញុំយកអានេះបន្តមកទៀតបងប្អូនគ្រាន់តែចុច generate បាទចាំមើលតើវាឲ្យអីអញ្ចឹងណារងចាំបន្តិចអូខេបងប្អូនឃើញទេបាទនេះគឺខ្ញុំទទួលបានហើយគឺ AI បែប sketch បែបគូបែបអីអញ្ចឹងឧទាហរណ៍បើសិនជាខ្ញុំសប្បាយចិត្តហើយខ្ញុំ save copy មកបាទតែបើសិនជាខ្ញុំអត់ទេខ្ញុំចង់ដូរ style ខ្ញុំចង់យកអីគេវិញឥឡូវខ្ញុំយក style water color style water color បែប color បែបគូ color ទឹកណាអញ្ចឹងខ្ញុំចុចយកកន្លែង water color ខ្ញុំចុច generate បាទអូខេវាឲ្យ style បែប color បាទ water color បែបអីចឹងទៅបាទខ្ញុំអត់សូវពេញចិត្តទេអ្វីដែលខ្ញុំពេញចិត្តស្អីគេមិញមុនគេឬក៏ឥឡូវយើងសាកទៅ retro anime retro anime អូខេខ្ញុំសាកយក retro anime ខ្ញុំចុច generate អូខេវាទៅបែប anime បែបដូចសភៅ anime ឬក៏តុក្កតា anime អញ្ចឹងណាបាទអញ្ចឹងបើសិនជាអូខេហើយបងប្អូនគ្រាន់តែ save គ្រាន់តែអីទៅបាទខ្ញុំខ្ញុំពេញចិត្តអានេះជាងគេអូខេមុខងារនេះគឺបងប្អូនមិនបាច់ចាំបាច់ទៅណាបងប្អូននៅក្នុង app gallery របស់ Samsung ស្រាប់តែម្ដងមិនបាច់ចាំបាច់ទៅ Gemini ឬក៏ ChatGPT ឬក៏អីទេប្រើនៅក្នុង Galaxy AI នឹងតែម្ដងបាទហើយនេះគឺinterface របស់ One UI 8.5 ហើយនេះគឺលើ fold បាទអញ្ចឹងបងប្អូនអាចមើលបាទso previous ណែរូបដើមជាមួយនឹងរូបកែហើយណាអញ្ចឹងយើងអាចមើលអញ្ចឹងបានទៀតបាទហ្នឹងគឺសម្រាប់ screen ធំនៅលើ fold អូខេអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់បង្ហាញតែមុខងារប៉ុណ្ណឹងទេបងប្អូនគឺបង្ហាញមុខងារ AI តែនៅលើ Galaxy C47 ដែល running One UI 8.5 បងប្អូនអាចធ្វើតេស្តសាកល្បងបានបាទអរគុណបងប្អូនអ្នកនរគ្នាហើយកុំភ្លេចជួយ share like វីដេអូម្នាក់មួយផងហើយជួបគ្នាក្នុងវីដេអូក្រោយបាយបាយ